ដោយសារអីដោយសារតែប្រទេសកម្ពុជាក្រោមអំណាចនៃរដ្ឋាភិបាលរបស់លោកហ៊ុនសែនហ្នឹងមិនបានបង្កើតទីផ្សារសម្រាប់និស្សិតដែលមានសញ្ញាបត្រឲ្យបានគ្រប់គ្រាន់ណាឲ្យបានគ្រប់គ្រាន់ដូច្នេះហើយទើបចំពោះបញ្ហាដែលគេលើកឡើងថាសញ្ញាបត្រនៅក្នុងស្រុកខ្មែរគឺគ្មានតម្លៃវាមិនដូចជាប្រទេសគេកាលណាដែលនិស្សិតមួយដែលគេមានសញ្ញាបត្រគឺគេមានការងារធ្វើទោះជាបុគ្គលនោះជាជនក្រីក្រយ៉ាងណាក៏ដោយក៏តែងតែមានទីផ្សារសម្រាប់និស្សិតទាំងអស់នោះធ្វើការដែរប៉ុន្តែចម្លែកតែស្រុកខ្មែរនិស្សិតណារាប់រយរាប់សិបនាក់ដែលទទួលសញ្ញាបត្រទទួលគឺបានតែទទួលទេតែចំពោះទីផ្សារសម្រាប់និស្សិតទាំងអស់នោះគឺមិនមានសម្រាប់ពួកគាត់នោះឡើយហើយទីផ្សារសម្រាប់គាត់ក៏តែងតែចង្អៀតសម្រាប់គាត់នោះដែរដូច្នេះចំពោះបញ្ហាទាំងអស់នេះណាលោកកុំយកលេសមកកេងចំណេញនយោបាយអសោះប្រជាពលរដ្ឋគឺគេយល់ណាស់អំពីបញ្ហានេះណាទោះជាលោកនិយាយបោកប្រាស់ចំពោះមហាជនប៉ុណ្ណាក៏ដោយក៏ប្រជាពលរដ្ឋទាំងអស់គេយល់ព្រោះចំពោះប្រជាពលរដ្ឋទាំងអស់ក៏គេមានកូនចៅជានិស្សិតដែលបានទទួលសញ្ញាបត្រពីនាយករដ្ឋមន្ត្រីនោះដែរតែចំពោះកូនចៅរបស់គេមួយចំនួនទាំងអស់នោះគ្មានការងារនៅស្រុកខ្មែរធ្វើទេពីព្រោះវាគ្មានទីផ្សារសម្រាប់គេណាដូចខ្ញុំបានជម្រាបអញ្ចឹងនិស្សិតមួយចំនួនដែលបានទទួលសញ្ញាបត្រនៅក្នុងស្រុកខ្មែរគឺតែងតែចំណាក់ស្រុកណាចេញទៅធ្វើការនៅឯប្រទេសក្រៅគ្រប់គ្នាណាលើកលែងតែចំពោះនិស្សិតមួយចំនួនដែលទទួលសញ្ញាបត្រដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជាគឺខុសប្លែកឥឡូវបងប្អូនពិចារណាមួយឆ្នាំសួរថាតើនិស្សិតដែលទទួលសញ្ញាបត្រណាដែលរៀនចប់ទទួលសញ្ញាបត្រនោះប្រមាណ100នាក់ប្រមាណ1000នាក់ហើយសួរថាតើតុល្យភាពការងារនៅក្នុងស្រុកខ្មែរតើវាអាចមានតុល្យភាពស្របទៅនឹងនិស្សិតដែលទទួលសញ្ញាបត្រក្នុងមួយឆ្នាំនឹងដែរឬអត់គឺអត់ទេពីព្រោះទីផ្សាររបស់យើងវាចង្អៀតណាស់អញ្ចឹងចំពោះនិស្សិតដែលទទួលសញ្ញាបត្រក្នុងមួយឆ្នាំគឺតែងតែកើនឡើងជាលំដាប់ដូច្នេះហើយចំពោះនិស្សិតមួយចំនួនគឺដើរទាត់ខ្យល់ខ្លះទៅក៏ធ្វើការជាមួយឪពុកម្ដាយធ្វើស្រែចម្ការខ្លះក៏ចំណាក់ស្រុកទៅប្រទេសដទៃដើម្បីរកការងារធ្វើពីព្រោះចំពោះខ្លួនមានសញ្ញាបត្រតែមិនអាចធ្វើការនៅក្នុងស្រុកខ្មែរបានពីព្រោះទីផ្សារវាចង្អៀតអញ្ចឹងអ្វីទាំងអស់ចំពោះគណៈបក្សសង្គ្រោះជាតិលើកឡើងគឺវាត្រឹមត្រូវដូច្នេះបើចំពោះរដ្ឋាភិបាលគិតថាសញ្ញាបត្រនៅក្នុងស្រុកខ្មែរមានតម្លៃនោះគួរតែរដ្ឋាភិបាលបង្កើតទីផ្សារសម្រាប់ទទួលនិស្សិតដែលមានសញ្ញាបត្រនោះឲ្យបានគ្រប់គ្នានោះទើបវាប្រសើរជាងណាចុះបើខ្លួនឯងមិនបានបង្កើតទីផ្សារសម្រាប់និស្សិតបញ្ញវន្តដែលទទួលសញ្ញាបត្រនោះឲ្យមានតុល្យភាពជាមួយនឹងគ្នាផងនោះពេលដែលគេនិយាយយើងកុំខឹងណាហើយយើងកុំយកមកវាយប្រហារចំពោះគេយើងគួរតែគិតពីកំហុសរបស់ខ្លួនផងថាតើអ្វីដែលគេរិះគន់ចំពោះខ្លួនវាត្រឹមត្រូវឬមួយក៏យ៉ាងណាបើត្រឹមត្រូវយើងគួរតែកែលម្អមិនមែនយកពាក្យដែលគេរិះគន់មកវាយប្រហារចំពោះគេដើម្បីបញ្ឈប់ឲ្យប្រជាពលរដ្ឋគេឈប់គ្រប់គ្រងទៅលើបក្សសង្គ្រោះជាតិហើយវិលមកគ្រប់គ្រងចំពោះខ្លួននោះទេឥឡូវសូមបងប្អូនពិចារណាគណៈបក្សសង្គ្រោះជាតិគាត់និយាយថាសញ្ញាបត្រនៅស្រុកខ្មែរគ្មានតម្លៃបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានកូនមានចៅណាបានប្រឡងយកសញ្ញាបត្របានហើយបងប្អូនខ្លះក៏មានកូនចៅបានធ្វើការបងប្អូនខ្លះក៏គ្មានបានធ្វើការហើយចំពោះគណៈបកប្រជាជនគឺជាគណៈបកបំផ្លាញជាតិខົບខិតជាមួយយួនកាត់ដីឲ្យយួនបំផ្លាញសម្បត្តិជាតិភាពអយុត្តិធម៌ក្នុងសង្គមខ្មែរគឺតែងតែកើតមានឡើងពីសំណាក់អ្នកមានអំណាចរបស់បកប្រជាជនតែងតែរឹបអូសដីធ្លីណាគៀបសកត់ចំពោះប្រជាពលរដ្ឋ
ថាតើបងប្អូនគួរតែជ្រើសរើសចំពោះបកសង្គ្រោះជាតិដែលគាត់និយាយការពិតឬមួយក៏អស់លោកចង់គ្រប់គ្រងចំពោះបកប្រជាជនដែលបំផ្លាញជាតិលួចសម្បត្តិជាតិធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាជួបនូវភាពអយុត្តិធម៌គ្រប់សពបែបយ៉ាងឥឡូវសូមបងប្អូនពិចារណាហើយជ្រើសរើសត្រង់កន្លែងហ្នឹងមួយបំផ្លាញជាតិណាបកប្រជាជនបំផ្លាញជាតិបកសង្គ្រោះជាតិរិះគន់អំពីបញ្ហាសញ្ញាបត្រដោយភាពជាក់ស្ដែងនៅក្នុងសង្គមខ្មែរគឺវាពិតមែនតើបងប្អូនជ្រើសរើសយកមួយណាជ្រើសរើសយកពាក្យសម្ដីគ្រាន់តែនិយាយការពិតអំពីបញ្ហាសញ្ញាបត្រឬមួយក៏យកអំពីទង្វើរបស់បកប្រជាជនដែលបំផ្លាញជាតិកន្លងមករហូតមកដល់ពេលនេះថាតើមួយណាធ្ងន់ធ្ងរជាងមួយណាតើមួយណាដែលយើងគួរតែគ្រប់គ្រងចំពោះបុគ្គលទាំងពីរនេះដូច្នេះសូមបងប្អូនពិចារណាទាំងអស់គ្នាហើយដូចខ្ញុំនិយាយប្រាប់លោកហ៊ុនសែនអញ្ចឹងថាបើមិនអោយប្រជាពលរដ្ឋគេគ្រប់គ្រងចំពោះបកសង្គ្រោះជាតិថាតើអោយប្រជាពលរដ្ឋនឹងគេគ្រប់គ្រងចំពោះលោកហ៊ុនសែនតទៅមុខទៀតឬមួយក៏យ៉ាងម៉េចសូមលោកឆ្លើយមកណាហើយរឿងសង្គ្រាមមិនសង្គ្រាមនោះវាពិតហើយទោះជាទៅមុខមិនមានសង្គ្រាមអ្វីក៏ដោយក៏ប្រទេសខ្មែរក៏ត្រូវតែហិនហោចដោយសារតែបកប្រជាជនមានអំណាចខົບខិតជាមួយយួនកាត់ដីទៅឲ្យយួនបំផ្លាញជាតិសាសន៍ខ្លួនឯងបំផ្លាញដីសម្បត្តិវប្បធម៌អរិយធម៌ខ្មែរណាទោះជាមិនមានសង្គ្រាមអ្វីក៏ដោយក៏វាត្រូវតែហិនហោចដូចគ្នាពីព្រោះទង្វើទាំងអស់នេះគឺចេញមកពីបកប្រជាជនហើយអ្នកដែលបង្កសង្គ្រាមក៏ចេញមកពីបកប្រជាជនដែរពីព្រោះបកប្រជាជនគឺមិនព្រមចុះចេញពីតំណែងខ្លួនជាមនុស្សក្បត់ជាតិប្រជាពលរដ្ឋគេតាមទាន់ជន់កែងខ្លួនឯងហើយបែរជាខ្លួនឯងមិនព្រមចុះការបោះឆ្នោតគ្រប់គ្រងក៏ដូចគ្នាគេគ្រប់គ្រងចំពោះសង្គ្រោះជាតិតែចំពោះបកប្រជាជនគឺមានការរំលោភបំពានគេបន្លំប្លន់នៃសិលឹកឆ្នោតដោយមិនព្រមចុះពីអំណាចអញ្ចឹងសួរថាតើបកប្រជាជនគេសុខចិត្តឲ្យប្រជាពលរដ្ឋរស់នៅសុខស្រួលដែរឬអត់គឺអត់ទេពីព្រោះគំនិតនិងឧត្តមគតិឆន្ទៈរបស់បកប្រជាជនគឺបំរើយួនទៅហើយដូច្នេះគឺគេក្លុកមិនឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅបានសុខទេទោះជាបកសង្គ្រោះជាតិជាប់មិនជាប់ក៏ដោយក៏ចំពោះបកប្រជាជនធ្វើឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅមិនបានសុខដូចគ្នាពេលនេះបើយើងគ្រប់គ្រងចំពោះបកសង្គ្រោះជាតិគឺយើងអាចមានសង្ឃឹមច្រើនពីព្រោះបកសង្គ្រោះជាតិគឺមានអន្តរជាតិជាអ្នកទទួលស្គាល់ហើយក៏ជាសិទ្ធិតែជាមន្ត្រីដែលមានប្រាជ្ញាក្នុងការដោះស្រាយអំពីបញ្ហានយោបាយស្រុកខ្មែរចុះបើយើងមិនគ្រប់គ្រងចំពោះបកសង្គ្រោះជាតិតែគ្រប់គ្រងចំពោះបកប្រជាជនទីបំផុតតើមាននរណាអាចជួយយើងបានហើយចំពោះយើងក៏ដូចគ្នាបើយើងដឹងហើយឮហើយថាបកប្រជាជនគឺជាបកក្បត់ជាតិបកបំផ្លាញជាតិបកដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាជួបរឿងអយុត្តិធម៌គ្រប់សពបែបយ៉ាងគឺជាបកដែលយួនបង្កប់នៅក្នុងនោះហើយជាបកដែលប្រើគោលនយោបាយដើម្បីបំរើមហិច្ឆតារបស់យួនតើយើងបន្តគ្រប់គ្រងចំពោះបកប្រជាជនទៀតដែរឬអត់ឥឡូវសូមបងប្អូនពិចារណាទៅបើបងប្អូនមួយចំនួននៅតែគ្រប់គ្រងចំពោះបកប្រជាជនវាមិនខុសអំពីបងប្អូនរួមដៃជាមួយបកប្រជាជនដើម្បីបំផ្លាញជាតិឯងនោះទេហើយក៏បងប្អូនរួមដៃជាមួយបកប្រជាជនដើម្បីធ្វើឲ្យប្រជារាស្ត្រខ្លួនឯងរងទុក្ខវេទនាខ្លោចផ្សានោះដែរហើយមិនខុសអំពីបងប្អូនចូលរួមជាមួយបកប្រជាជនដើម្បីលួចសម្បត្តិជាតិបំផ្លាញជាតិលួចជាតិខ្លួនឯងនោះដែរដូច្នេះសូមបងប្អូនពិចារណាទាំងអស់គ្នាបាទសូមអរគុណនិងសូមជម្រាបលា